ថ្ងៃនេះដែរខ្ញុំមកបង្ហាញពីវិធីធ្វើឆាគ្រឿងសមុទ្រចំពោះឆានេះដែរគឺគ្រឿងផ្សំតិចទេបងប្អូនហើយងាយរកទៀតហើយយើងមានតែបង្គាជាមួយនឹងមឹកបន្តិចហើយបង្គាគឺយើងបកវាឲ្យស្អាតជាមួយនឹងមឹកក៏អញ្ចឹងដែរយើងបកស្បកវាឲ្យស្អាតយកទៅលាងទឹកចេញឲ្យស្អាតបងប្អូនបន្តមកទៀតយើងធ្វើការហាន់មឹករបស់យើងពាក់កណ្ដាលអញ្ចឹងឯដោយសារមឹករបស់ខ្ញុំរៀងទូចដែរអញ្ចឹងខ្ញុំហាន់តែពាក់កណ្ដាលទេបើសិនជាបងប្អូនមានមឹកធំអាចហាន់3-4តាមទំហំជាក់ស្ដែងបងប្អូនចង់បានអញ្ចឹងណាហើយយើងមានម្រះព្រៅនិងម្ទេសខ្ទឹមសបុកឲ្យម៉ត់ណាបងប្អូនយើងបុកម្ទេសខ្ទឹមសដើម្បីដាក់រំលែងឲ្យឈ្ងុយអញ្ចឹងណាបន្ទាប់ពីយើងបុកម្ទេសនិងខ្ទឹមសហើយយើងធ្វើការដាក់ភ្លើងឲ្យក្តៅដាក់ខ្ទះឲ្យក្តៅយើងដាក់ប្រេងឆាចូលបន្តមកទៀតយើងដាក់ខ្ទឹមសជាមួយម្ទេសដែលបុកហើយនឹងចូលដូចគ្នាយើងកូរឲ្យសព្វបន្តមកទៀតយើងដាក់ស្ករក្រហមបន្តមកទៀតយើងធ្វើការដាក់ប្រេងខ្យងដាក់ប៊ីចេងចូលដាក់ម្សៅស៊ុបដាក់ទឹកត្រីនិងយើងដាក់អំបិលបន្តិចបន្ទាប់មកយើងកូរគ្រឿងផ្សំយើងចូលគ្នាឲ្យឈ្ងុយហើយយើងដាក់គ្រឿងសមុទ្ររបស់យើងចូលដាក់ហើយយើងបន្តកូរគ្រឿងយើងឲ្យសព្វចូលគ្នាល្អគ្រឿងសមុទ្រនេះយើងកូរតែបន្តិចទេវាគឺឆ្អិនហើយបងប្អូនបន្ទាប់ពីគ្រឿងសមុទ្ររបស់យើងឆ្អិនហើយយើងដាក់បង់ម្រះព្រៅចូលតែមួយផ្លែទៅយើងបិទភ្លើងវាចេញទៅគឺរួចរាល់ហើយវិធីធ្វើគឺងាយទេបងប្អូនចំពោះឆានេះដែរគឺខ្ញុំបានឆាឆ្អិនហើយឥឡូវខ្ញុំធ្វើការដាក់ចានគឺតំណងមែនតែនហើយក្លិនវាគឺឈ្ងុយខ្លាំងណាស់ចំពោះម្ហូបមួយមុខនេះដែរយើងដាក់រសជាតិរៀងហឹរបន្តិចគឺឆ្ងាញ់ណាស់បងប្អូនហើយឈ្ងុយពីម្រះព្រៅទៀតគឺឆ្ងាញ់ខ្លាំងណាស់ចំពោះវីដេអូរបស់នាងខ្ញុំក៏មានតែប៉ុណ្្នឹងទេអរគុណច្រើនបងប្អូនដែលបានទស្សនាមកដល់ទីបញ្ចប់កុំភ្លេចជួយ follow page ខ្ញុំផងណាហើយកុំភ្លេច share វីដេអូរបស់នាងខ្ញុំដើម្បីចែករំលែកឲ្យបងប្អូនទាំងអស់គ្នាបានដឹងផងណាអរគុណច្រើនជំរាបលា